ជំរាបសួរបងប្អូនជំរាបសួរបាទនេះគេហៅដើមកណ្ដោលបងប្អូនធំអានេះអោបពីអ្នកមិនជុំមានពកទៀតបងប្អូនពកទៀតដើមកណ្ដោលនេះប្រភេទកែវសុតកាពះពវៀនដែរបាទដូចជាសัตว์អីគេយកចាំមន់ចាំទីអីខែកដៅគេវាប្រភេទផ្សះហើយនឹងត្រជាក់ដូចគេយកសបកកដោលយកទៅត្រាំទឹកឲ្យមន់ឲ្យកូនទីផាក់នេះយើងកដៅគ្រុនពវៀនអីបាទគេយកសបកវាយកមកដាក់ជាមួយទឹកដូងមន់ខុសពីទាខុសពីតោកោអីគេដាក់ឲ្យផាក់ត្រាំទឹកឲ្យវាផាក់ឲ្យវាត្រជាក់ជ្រូកកោមន់ចឹងជ្រូកមន់នេះអត់ចេះឈឺទេបងប្អូនហើយរដូវក្តៅរដូវខែចម្រូតហើយគឺចាស់ពីដើមនៅស្រុកស្រែចំការតែគេស្ទុះសម្បកកណ្ដោលនេះដើម្បីយកទៅត្រាំឲ្យមន់ឲ្យទាកោជ្រូករបស់គាត់ផាត់ដើម្បីវាត្រជាក់ក្នុងហើយកាពះពវៀនរបស់វាល្អដើមនេះអាយុកាលយូរឆ្នាំហើយបាទចូល100ឆ្នាំហើយបងប្អូនមានពកល្អនេះគេហៅកណ្ដោលហើយបងប្អូនស្លឹកវាស័ក្តិស៊ីចឹងវាប្រភេទរុក្ខឱសថគេហៅឱសថធំដើមឈើវាមានប្រភេទតូចប្រភេទធំចឹងបងប្អូនចំណាំគេហៅដើមកណ្ដោលរុក្ខឱសថត្រជាក់ផ្សះក្រាលពវៀនត្រជាក់វាមានសិទ្ធិភាពស្តៀងនឹងប្រទាលកតុយកពើដែរតែរសជាតិវាខុសគ្នាទាលកតុយពើជារុក្ខឱសថប្រភេទតូចកដោលធំបងប្អូនហ្នឹងខ្ទេចអស់មួយឆ្នាំវាស្ទុះបងប្អូនអត់នៅសល់ទេចឹងចែកជាទានឲ្យដឹងថាប្រភេទថ្នាំកណ្ដោលនេះជាប្រភេទផ្សះត្រជាក់គ្រុនពវៀនឆ្កងរីងរៃរ៉ាំរ៉ៃហូបមិនបានអីដាក់ទឹក3ទឹក1បងប្អូនក្មេងស្លេកអស់ខ្លាំងប្រភេទគេហៅលឿងកើតលឿងកើតអីបងប្អូនអាចកប់កើតលឿងកើតអាចកប់អីចាស់ពីដើមគាត់តែនិយាយអញ្ចឹងគេយកសម្បកកណ្ដោលហ្នឹងយកមកដាំធ្វើជាឱសថអញ្ចឹងសព្វគុណរបស់វាគឺបញ្ជាក់ប្រភេទថ្នាំត្រជាក់ប្រភេទថ្នាំត្រជាក់មានដើមកណ្ដោលមានដើមប្រភេទដើមសម្បកគោក៏ត្រជាក់ដែរបងប្អូនចឹងមានច្រើនអញ្ចឹងគេអាចប្រើសម្បកកណ្ដោលនេះដើម្បីក្រាលពវៀនឲ្យវាក្រាស់ពេលពវៀនយើងវាស្ដើងមានន័យថាវាមានការរលាកពវៀនការអីចឹងណាបងប្អូនហើយបើសัตว์វិញតាំងពីតូចមកខ្ញុំតែងតែដឹងលោកពុកអ្នកម្ដាយក៏ដូចជាលោកយាយលោកតាក៏តែងតែស្ទុះសម្បកនេះដើម្បីយកទៅឲ្យមន់គោផឹកបងប្អូនអញ្ចឹងដើម្បីឲ្យពួកវាឈ្នះជំងឺអញ្ចឹងប៉ុណ្ណេះចែកជាទានឲ្យបងប្អូនដឹងឲ្យបងប្អូនស្គាល់ទាំងអស់គ្នាដើមធំណាហើយនៅកណ្ដាលវាស្រែទៀតឬបងប្អូនដើមនេះវា1ម៉ែត្រចឹងកាត់របស់វាប្រហែលជា1ម៉ែត្រនេះបើខាងគេដាំដើមឈើគេអាចកាត់បាត់ម៉ូតស្អាតណាយកដាក់មកមួយស្អាតចាប់ពីលើចុះក្រោយទៅបានជា3ម៉ែត្រសិតតពោក៏ដែរបងប្អូន